រឿងរ៉ាวนយោបាយនិងយោធាអន្តរជាតិហាក់ដូចជាកំពុងពុះកញ្ជ្រោលខ្លាំងមែនទែនដោយសារតែសហរដ្ឋអាមេរិកបានសម្រេចចិត្តលុបចោលការធ្វើសម្ពយុទ្ធជើងទឹករួមគ្នាជាមួយកូរ៉េខាងត្បូងដែលគ្រោងនឹងប្រារព្ធឡើងនៅខែក្រោយនេះការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីទីក្រុង Washington បានលើកឡើងពីកង្វះខាតកងកម្លាំងដោយសារតែការជាប់រវល់ក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ដែលធ្វើឲ្យកងម៉ារីនកូរ៉េខាងត្បូងត្រូវប្រកាសដំណឹងនេះជាផ្លូវការបន្ទាប់ពីទទួលបានការជូនដំណឹងពីភាគីអាមេរិកតាំងពីខែមិថុនាទោះបីជាយ៉ាងណាក៏ដោយភាគីទាំងពីរនៅតែបន្តពិភាក្សាគ្នាយ៉ាងជិតស្និទ្ធដើម្បីស្វែងរកលទ្ធភាពក្នុងការចាប់ផ្ដើមលំហាត់កម្រិតកងពលដែលមានឈ្មោះថាសាន់យ៉ុងនេះឡើងវិញនៅពេលក្រោយទន្ទឹមនឹងការលុបចោលលំហាត់យោធានេះក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Chu Yon ដោយតម្រូវឲ្យភាគីទាំងពីរត្រូវបន្តសម្របសម្រួលគ្នាយ៉ាងដិតដល់លើកិច្ចការសំខាន់ៗក្នុងសម្ព័ន្ធភាពរបស់ពួកគេការប្រែប្រួលនេះកើតឡើងជាបន្តបន្ទាប់ពីការបញ្ជាដោយមិននឹកស្មានដល់របស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការកាត់បន្ថយសម្ពយុទ្ធយោធាចម្រុះប្រចាំឆ្នាំផ្សេងទៀតដោយសារតែបញ្ហាថ្លៃដើមនិងការដែលទីក្រុងសេអ៊ូលបដិសេធមិនចូលរួមក្នុងសង្គ្រាមនៅអ៊ីរ៉ង់ព្រមទាំងការរិះគន់ថាវាជាសញ្ញាដែលមិនសមស្របចំពោះកូរ៉េខាងជើងចម្លែកអីតែកូរ៉េខាងជើងនៅតែបន្តធ្វើសកម្មភាពបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន10គ្រាប់កាលពីសប្តាហ៍មុននិងបានចេញសេចក្តីថ្លែងការណ៍ប្រឆាំងយ៉ាងខ្លាំងក្លាដដែលទោះបីជាសម្ពយុទ្ធត្រូវបានកាត់បន្ថយក៏ដោយព្រោះទីក្រុងព្យុនយ៉ាងតែងតែចាត់ទុកសកម្មភាពរួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូងថាជាការវឹកហាត់ត្រៀមខ្លួនឈ្លានពានប្រទេសខ្លួនជានិច្ច